ចំពោះលំហាត់លេខ4នេះគេឲ្យយើងតង់ alpha មែនទេតង់ alpha ស្មើ2អញ្ចឹងគេឲ្យយើងរកវាស្មើជាមួយនឹង sin alpha បូកឲ្យ2 cos alpha ចែកនឹងអីចែកនឹង3 cos alpha ដកឲ្យ sin alpha អញ្ចឹងនៅក្នុងលំហាត់នេះអ្វីដែលបងអូនគិតដំបូងអូនគួរគិតចេះវិញគិតបែបម៉េចកន្លែងនេះវាមាន3វិធីនៅក្នុងការធ្វើ4មិន3ទេ4តែឥឡូវខ្ញុំនិយាយមួយក្នុងចំណោមហ្នឹងចុះអញ្ចឹងយើងគិតថាយើងស្គាល់តម្លៃនៃតង់ alpha អញ្ចឹងគេឲ្យរកតម្លៃអញ្ចឹងបានន័យថាម៉េចបានន័យថាយើងត្រូវច្នៃទាំងភាគយកភាគបែងធ្វើម៉េចឲ្យវាមានតង់ alpha ចូលនៅក្នុងហ្នឹងមែនទេហ្នឹងហើយអញ្ចឹងកាលណាដើម្បីឲ្យមានតង់ alpha ចូលនៅក្នុងហ្នឹងយើងត្រូវសិក្សាថាតើតង់ alpha ហ្នឹងវាស្មើអីអញ្ចឹងយើងដឹងថាតង់ alpha វាមិនស្មើជាមួយនឹង sin alpha ចែកជាមួយនឹង cos alpha មែនទេតើតែយើងមាន sin alpha ចែក cos alpha បានយើងអាចជំនួសអានឹងដោយតង់ alpha បានឥឡូវយើងងាកមករកវិញអញ្ចឹងនៅក្នុងកន្លែងនេះជំហានដំបូងយើងសម្លឹងរកកន្លែងណាដែលមាន sin alpha សិនគឺកន្លែងនេះមែនទេអញ្ចឹងអូនឯងដាក់ចេះសិនមកកន្លែងដែលមាន sin alpha អូនឯងសម្លឹងរកវាហើយបន្ទាប់មកអូនឯងចែកមានន័យថាថែមពីក្រោមដើម្បីឲ្យវាខ្លាចទៅជាតង់ប៉ុន្តែកាលណាគុណក្រោមវាត្រូវគុណពីលើមួយទៀតការគុណក្រោមមួយគុណពីលើដោយសារអីយើងថែមហើយយើងថយតោះនេះដើម្បីកុំឲ្យហ្នឹងហើយកុំឲ្យវាលើសបាទ2 cos alpha ចែកជាមួយអីចែកជាមួយ3 cos alpha ចុះ sin alpha នេះយើងអាចដាក់បូកពីក្រោមមកបាទចែកជាមួយនឹង cos alpha កូននឹង cos alpha បាទអញ្ចឹងវាស្មើអីអញ្ចឹងយើងទាញបានកន្លែងនេះបាទយើងទាញបានអីអញ្ចឹងវាទៅជាអីវាទៅជាអានេះវាទៅជាតង់មែនទេអញ្ចឹងវាបានតង់ alpha គុណឲ្យ cos alpha បូកឲ្យ2 cos alpha ចែកនឹងអីចែកជាមួយនឹង3 cos alpha ដកឲ្យតង់ alpha cos alpha អញ្ចឹងវាស្មើអីកន្លែងនេះយើងអាចចំនួនលេខមកតង់ alpha ស្មើ2មែនទេអញ្ចឹងដាក់2បាទ cos alpha បូកឲ្យ2 cos alpha ចែកជាមួយនឹងអី3 cos alpha ដកឲ្យ2 cos alpha នេះកន្លែងនេះដោយសារនេះវាស្មើ2អញ្ចឹងពេលណាដែលយើងជួស2ចូលទៅវាចេញជា2 cos alpha បន្ទាប់មកទៀតយើងគិតមើលចេះ2 cos alpha បូក2 cos 2 cos បូក2 cos វាស្មើ4 cos ហើយចែកនឹងអីអានេះនៅសល់ cos alpha អញ្ចឹងស្រួលមកវាស្មើនឹង4ដូច្នេះ e ឬក៏ ហ្នឹងគឺស្មើនឹងបាន4ចំពោះត្រីកោណ ABC គេឲ្យកែងត្រង់ A ហើយនឹងមានអានេះគេអានេះតម្លៃ sin A cos sin beta cos beta ហើយនឹងតង់សំទោស sin B cos B ហើយនឹងតង់ B តើយើងធ្វើដូចម្ដេចនៅត្រង់ករណីនេះយើងសង់វាសិនដើម្បីឲ្យងាយនៅក្នុងការធ្វើយើងគួរតែសង់វាសិនសង់ត្រីកោណហ្នឹងកែងត្រង់ A អញ្ចឹងយើងអាចសង់ចេះសិនមកបាទអានេះ A អានេះ B អានេះ C អញ្ចឹង AB ស្មើ6ហើយ AC ស្មើ8ជាការពិតនៅក្នុងការដោះស្រាយពពួក sin នេះកូសនេះហើយនឹងតង់យើងត្រូវការជ្រុងអីខ្លះជ្រុងឈោមជ្រុងចប់ហើយនឹង hypotenuse ឬក៏ hypotenuse យើងត្រូវការដឹង atrate ហ្នឹងវាស្មើប៉ុន្មានដូច្នេះដើម្បីរក atrate ហ្នឹងយើងប្រើតាមពីតកគឺ BC វាស្មើជាមួយនឹងអី AB hypotenuse វាស្មើឬការ៉េនៃនេះបាទបូកគ្នាទៅវាបាន36ការ៉េសំទោស6ការ៉េហ្នឹងហើយ6ការ៉េបូកឲ្យ8ការ៉េអញ្ចឹងវាស្មើឬ100ដោយសារ6ការ៉េ36 8ការ៉េវាស្មើនឹង14មិនអញ្ចឹងវាស្មើប៉ុន្មានកន្លែងនេះស្មើ10ដូច្នេះយើងទាញបានចម្លើយរបស់យើងគឺ BC ស្មើ10បន្ទាប់មកយើងគេឲ្យរកអី sin B កន្លែងនេះនេះ10បាទអញ្ចឹង sin B ធ្វើម៉េចធម្មតា sin B វាស្មើឆូម B ចែកជាមួយនឹង hypo អញ្ចឹងឆូមនឹងមុំ B នេះគឺ8ចែកនឹង hypo ទៅនោះគឺ10ឬក៏យើងអាចសម្រួលវា4/5ចុះកុស B កុស B គឺវាស្មើនឹងជាប់លើ hypo 6ចែក10ឬក៏3/5
5ចុះតង់ B យើងអាចរកតាមរយៈការយកជ្រុងឈោមចែកនឹងជ្រុងជាប់ឬក៏យើងយកតម្លៃនៃសៀនចែកកុសអញ្ចឹងឈោមប្រមាណ8ជាប់6អញ្ចឹងវាបាន8លើ6ឬក៏4លើ3ប៉ុណ្្នឹងឯងណាចំពោះទី5ហើយបន្ទាប់មកយើងធ្វើតិចលេខ6គេឲ្យសមីការប៉ុណ្ណឹងហើយគេអាល់ហ្វាជាបាតាជាឫសនៃសមីការចូលគណនាកន្សំខាងក្រោមតែយើងគួរតែធ្វើដូចដាច់កន្លែងនេះខ្ញុំសុំដូរអានេះទៅក្រោមបន្តិចអូខេអញ្ចឹងអ្វីដែលបងអូនធ្វើលំហាត់នេះដើម្បីធ្វើឲ្យចេញបងអូនឯងគួរតែចំណាំកំណត់ចំណាំសិនសមីការដែលមានរាង ax ការ៉េបូកឲ្យ bx បូក c ស្មើ0នេះគឺមានន័យថាបើសិនជាវាមាន alpha ហើយនិង beta ជាឫសបាទជាឫសអញ្ចឹងយើងទាញបានអីផលបូកឫសគឺវាស្មើជាមួយដក b លើ a បាទផលគុណឫសគឺវាស្មើជាមួយនឹង c ចែកនឹង a អញ្ចឹងសមីការរបស់យើងដំបូងអូនឯងធ្វើបើឃើញចាស់អូនឯង 6x បាទបូក3ស្មើ0អញ្ចឹងឯងកំណត់សិន a ស្មើបាន a ស្មើ2 b ស្មើដក6ហើយ c ស្មើ3បន្ទាប់មកទៀតហ្នឹងហើយយើងចូលកគេឲ្យយើងរកផលបូកអញ្ចឹងក alpha បូក beta ស្មើអីតាម alpha បូក beta ស្មើដក b លើ a មែនទេអញ្ចឹងយើងទាញបាននាំឲ្យ alpha បូកឲ្យ beta វាស្មើជាមួយនឹងដក6លើ2អញ្ចឹងដកចូលនឹងដកវាបូកអញ្ចឹងវាបាន6ចែក2វាស្មើ3បូកវាអស់ហើយបាទចុះខalpha គុណ beta ហ្នឹងហើយតាម alpha គុណ beta ស្មើ c លើ a អញ្ចឹងយើងទាញបាននាំឲ្យ alpha គុណ beta ស្មើអី3ចែក2ព្រោះ c ស្មើ3ហើយ a ស្មើ2បាទចំពោះខកន្លែងនេះគេឲ្យយើងរក alpha ការ៉េបូកនឹង beta ការ៉េកន្លែងនេះយើងសាច់កម្មបន្តិចដោយសារអីយើងស្គាល់តែ alpha បូក beta ហើយនឹងalpha គុណ beta ទេតែយើងគួរដោះស្រាយបែបនេះអញ្ចឹងដើម្បីដោះស្រាយនឹងចេញលុះត្រាតែបងឯងធ្វើម៉េចឲ្យអានេះវាបំបែកធ្វើម៉េចក៏ដោយឲ្យវាចេញស្អីដែលតាក់ទងជាមួយនឹង alpha បូក beta ហើយនឹង alpha គុណ beta ទៅយល់បានទេកន្លែងហ្នឹងវាប្រៀបដូចជាយើងធ្វើលំហាត់តង់នេះចឹងយើងធ្វើម៉េចដើម្បីឲ្យវាមានតង់ alpha ចូលនៅក្នុងហ្នឹងអញ្ចឹងដូចគ្នាចំពោះ alpha ការ៉េបូកនឹង beta ការ៉េយើងធ្វើបែបម៉េចដើម្បីឲ្យវាមាន alpha បូក beta និងព្រមទាំង alpha គុណ beta ចូលរួមអញ្ចឹងបើសិនជាយើងនឹកឃើញដល់រូបមន្តយើង x បូកឲ្យ y ការ៉េវាស្មើអីអានេះវាតាក់ទង x ការ៉េបូកឲ្យ2 xy បូកឲ្យ y ការ៉េដូចគ្នានឹងដែរបើសិនជាយើងរក alpha បូក beta ការ៉េវាមិនស្មើអី alpha ការ៉េបូកនឹង2ដង alpha beta បូកឲ្យនឹង beta ការ៉េអញ្ចឹងកន្លែងនេះយើងអាចប្រើបានដែរ alpha បូក beta ប៉ុន្មានកូនអូនឯងរកមិញ3វាបាន3ការ៉េវាស្មើ alpha ការ៉េបូកឲ្យ2ដងគុណ3លើ2នេះយកពីអានេះតោះនេះបូកឲ្យ beta ការ៉េអញ្ចឹងវាទាញបាន9វាស្មើ alpha ការ៉េបូកឲ្យ beta ការ៉េបូកអានេះ2លើ2ក្រោមសម្រួលអស់សល់3យើងទាញមកដុំនេះមកអញ្ចឹងវាទាញបាន alpha ការ៉េបូក beta ការ៉េវាស្មើនឹង9ដក3អញ្ចឹងវាស្មើ6ប៉ុណ្្នឹងឯងចំពោះខ្ញុំច្រឡំខអាហ្នឹងកោសោះចំពោះខគេឲ្យយើងរកអី1លើ alpha បូកឲ្យ1លើ beta អញ្ចឹងយើងធ្វើម៉េចកន្លែងនេះយើងគុណកន្សំយើងសម្រួលមកដំបូងវាចេញបានតែជា alpha គុណ beta មែនទេគុណចូលគ្នាបានភាគបែងគុណខ្វែងអានេះបាន beta អានេះបានបូក alpha ឃើញអត់អញ្ចឹង alpha បូក beta ស្មើប៉ុន្មានយើងរកពីខាងលើគឺវាស្មើនឹង3ចែកជាមួយនឹង3លើ2អញ្ចឹងវាមានន័យថាស្មើ3គុណឲ្យ2លើ3ចម្រាស់2លើ3អញ្ចឹងវាស្មើខ្វាច់អស់ចម្លើយវាស្មើ2អញ្ចឹងដូចជាប៉ុណ្្នឹងឯងអរគុណ